គេមកដល់មួយទៅជួយគេថាចូលក៏ខ្ញុំចូលណាកម្មវិធីទី2នៅក្នុងការនេះខ្ញុំគណៈមកភាពសូមអនុញ្ញាតប្រកេននិងចម្រើនពរថាកម្មវិធីថ្ងៃនេះមានដោយខាងក្រោមរបៀបវិរៈកម្មវិធីលម្អិតទី1នមស្ការសង្ខេបបន្តិចទី2អញ្ជើញលោកច័ន្ទគឿនមេឃុំជុកសាច់តំណាងរដ្ឋបាលភូមិដើម្បីធ្វើរបាយការណ៍ស្វាគមន៍ក៏ដូចជារបាយការណ៍អំពីកម្មវិធីសម្រាប់ថ្ងៃនេះទី3គឺនិមន្តបងគ្រូអ៊ីកឈុនព្រះប្រធាននៃសង្ឃវត្តស្រាវ័នលេជោតំណាងព្រះសង្ឃគ្រប់អង្គនិមន្តបងគ្រូព្រះមហាថៃគុំពិសិដ្ឋគុំនៅវត្តស្រាវ័នលេជោនិងនិមន្តបងគ្រូប្រជាអធិការវត្តហោជុំដល់ឡាយចរិតមានទេរតិកាខ្លីៗហើយនិងនិមន្តបងគ្រូនិមន្តផងលក្ខមនីដោយជាបរិយាកាសណាប្រយុទ្ធនៃបរិយាជាកម្ពុជានិងជាព្រះនិមន្តកម្មលៈព្រះនគរគ្រប់សន្ទុកមានព្រះធរៈតិកានៅក្នុងពិធីដើម្បីបានជាប្រយោជន៍ក្នុងការរស់នៅតាមថ្ងៃរបស់យើងដោយបរិយាកាស79ឆ្នាំដែលចំណាយថវិកាអស់ប្រមាណជា3លានជាងបានមិញហើយក្នុងនោះដែរព្រះអង្គគ្រូក៏មានទឹកបតីករណាចំពោះប្រជាពលរដ្ឋបរិស័ទយើងនៅក្នុងរាជាណាចក្រកម្ពុជាដែលក្នុងរយៈពេលកន្លងផលវិបាកដែលបានកើតឡើងចំពោះប្រជាណាចក្រកម្ពុជានិយាយជារួមនិយាយជាដោយឡែកគឺប្រជាជនកម្ពុជាតាមព្រំដែននិងតាមបណ្ដាខេត្តមួយចំនួនទាក់ទងនឹងព្រំដែនប្រជាណាចក្រកម្ពុជានិងប្រទេសសៀមការលៀនពៀនគឺនៅជាបន្តនៅឡើយហើយដោយគុណកុសលដែលប្រកាសណាជាម្ចាស់ប្រសងគ្រប់ព្រះអង្គញោមញាតិពុទ្ធបរិស័ទទាំងអស់គ្នាលោកបានបំពេញហើយសូមឲ្យប្រជាណាចក្រកម្ពុជារបស់យើងជួបប្រសពសុខសន្តិភាពចាប់តាំងពីពេលនេះថ្ងៃនេះតរីទៅសូមអនុមោទនាហើយនៅក្នុងនោះដែរព្រះអង្គគ្រូញោមញាតិពុទ្ធបរិស័ទក៏បាននាំមុខនៅទេយទានជាកិច្ចអាណិតអាសូរជាកិច្ចតបស្នងសមនៅសេចក្តីដែលញាតិពុទ្ធបរិស័ទរាប់ត្រីចាស់មេទាំងអស់ដែលបានអញ្ជើញមកពីប្រទេសបារាំងនិងប្រទេសឥណ្ឌារួមទាំងទីភ្នំពេញជួបជុំគ្នាក្នុងកម្មវិធីចែកអំណោយយុទ្ធសាស្ត្រនៃឱកាសនេះដោយសេចក្តីរាប់អានដល់ពុទ្ធជាត្រូវសម្រាប់ខ្ញុំហើយក៏សូមក្រុមជំរាបសួរដល់បងប្អូនលោកតាលោកយាយពុកម៉ែប្រជាពលរដ្ឋប្រុសស្រីដែលជាជនពិសេសនិងគ្រួសារក្រីក្រដែលមានវត្តមានជាឱកាសនេះក្នុងឱកាសនេះក្នុងនាមខ្ញុំបកណាក្នុងបាទតំណាងឲ្យរដ្ឋបាលគុំជិតសាច់សូមខ្មែរគឺដល់ខ្មែរត្រូវតាមបទទីគ្នាដើម្បីប្រទេសជាតិរបស់យើងទាំងមូលបើស្រឡាញ់តែខ្ញុំម្នាក់ឬក៏មានសន្តិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋនោះទេចឹងទៀតក្នុងឱកាសនេះខ្ញុំកណាក្នុងបាទសូមអរគុណនិងអរគុណច្រើនចំពោះទឹកប្រតិរបស់កណាជាម្ចាស់ព្រះអង្គក៏ដូចជាម្ចាស់ជំនួយទាំងអស់ដែលមានប្រវត្តិមាននិងវត្តមាននេះភូមិបលាំងខាងកើតជាប់នៅភូមិសុទីធំខាងត្បូងជាប់នៅភូមិតប្រុកភូមិចំការអណ្ដូងស្រុកចំការលើស្រុកកំពង់ចាមនិងភូមិត្រៀលស្រុកតាំងអូស្រុកកំពង់ធំខាងលិចជាប់នៅភូមិបារាយស្រុកបារាយខេត្តកំពង់ធំក្នុងនោះផងដែរក្រោយពីសង្គ្រាមកើតឡើងតាំងពីថ្ងៃទី7រហូតមកដល់ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋគ្រួសារជនជាតិសាសន៍បានវិលត្រឡប់មកជ្រកកោនស្វែងរកសេចក្តីសុខជាមួយនឹងសាច់ញាតិក្រុមញាតិក៏ដូចជាក្រុមគ្រួសារដែលនៅក្នុងភូមិទឹកសាច់សរុបប្រមាណ156គ្រួសារស្មើនឹង514នាក់ស្រី276នាក់ក្នុងនោះផងដែរជាគ្រួសារទៅទៀតដែលគាត់បានផ្លាស់ប្ដូរទីលំនៅពីភូមិទឹកសាច់ហើយទៅរស់នៅតាមបណ្ដាជាប់ព្រំដែនមានចំនួន7គ្រួសារ
ដោយឡែកគ្រួសារផងគាត់ដែលមានប្តីឬប្រពន្ធម្ដាយឪពុករស់នៅក្នុងគុកវិសាច់ក៏មានចំនួន7គ្រួសារផងដែរដែលគាត់ជាទីហ៊ានជួមុខនៅតាមព្រំដែនប្រឆាំងជាមួយនឹងពួកព្រានទាននៃបរិយាកាសកម្ពុជាបាទគូពោមកគាត់ទៅកៅដើម្បីកៅអវសេសសម្រាប់សំគុណបរិស័ទរូបអនុបត្តិប្រចាំថ្ងៃហើយសូមក្រាបថ្វាយគុំតាមមោធម្មនីសំភារវិញ្ញាណណៈជាយោតាមមោធម្មរៈតាមគុណប្រចាំស្រុកទុកខេត្តភូមិធំគឺដែលមានថ្លៃបានមុនជើងមកទូស្រុកទុកទាំងប្រសំទាំងប្រហោះហើយជាពេលអវសេសកាលហើយប្រជជននៅប្រជជនវែងហើយបួសក្នុងពុទ្ធសាសនាតាមឆ្នាំ1979តាមពីវ័យកុមារភាពរហូតដល់វ័យចាស់ពីគោរពសក្ការៈដល់គុំពោះបំផុតសូមក្រាបថ្វាយគុំគ្រូគុំពិសិដ្ឋយ៉ាងនេះគាត់លេខ45ប្រជជនទៅវែងតាមលឹកដំណាក់ពុះក្នុងឆ្នាំ80ឬដល់មុន80ដែរ80ปีហើយជន់វិយុវែងតាមដំណាំខ្លះៗគាត់គួយមុំត្រៀមប្រព័ន្ធគាត់គួយដល់មិនបានកម្រងទេខ្ញុំបានថាភាពបានកម្រងមុនកម្រងមកជួបទៅគេដំណើរលោកខាងមុនដល់បាត់ទៅនឹងទល់អវត្តត្រង់ក្នុងប្រាថ្នាផងចាយដល់ទៅតបមកវិញចំណាក់ហើយនៅបោកជ្រះគាត់ណាថាចឹងបានថាបរិយាកាសស្អាតរស់នៅស្អាតជួយសុខភាពយើងច្រើនណាស់យ៉ាងបើព្រះអង្គគ្រូជាយាមដល់ខាតស្អាតគាត់នឹងដើម្បីជាលៀបជាជ័យយុស័ក្តិរីទស្សនីដែលកើតមានគ្រប់ពេលវេលាសូមក្រាបថ្វាយគុំជាទីគោរពដល់គុំគូបំផុតលាពេលដែលមានថ្លៃចូលរួមដំណើរការនេះសូមអរគុណបានធំធេងសូមក្រាបថ្វាយគុំអត់ទឹកក៏ថ្វាយតែគុំធំបុព្វចាក់ឆ្នាំកៅពីតែដែរសូមក្រាបថ្វាយគុំជាទូការិកាសាទសំក្លានទូចាការនៃគាត់ទុកគាត់នៅវត្តរាវ័នវិជោជាដើមក្រាបថ្វាយគុំទូចាការវត្តគោលវត្តត្រង់ញោមមានពុទ្ធបរិស័ទផ្លូវស្រួលរហូតហើយមកពេលណាផ្លូវស្រួលមកឃើញមកចឹងគេហៅកាណាពុទ្ធអង្គញោមមានអត់ចិត្តបងនៅស្រួលយ៉ាងម៉េចកំភៃស្រួលបាទចឹងការទូតរបស់គ្រូចារការវត្តមង្គលវ័នចូលថាយកថាឡើងដល់មកដែរបើចិត្តទៅចាំទៅចូលវត្តមង្គលវ័នជ្រុំគាត់ជាទូបាត់សងគាត់មនុស្សគោមទេចូលឲ្យពោតតាមកាយជាដែរគាត់ចែកលើគ្នាមកប្រជុំវិទ្យុឧបទិរៀបមកដែរឲ្យទីគោរពសក្ការៈกับគុំគូហើយនៅតាមតាមវិញស្មារតីថាទៅរហូតដល់ណាបាទយើងខាងដែរនៅក្នុងគ្រឿងគាត់បានអានក្រំទៅមានទីទៅទីកន្លែងរដ្ឋានហើយសូមចាត់បាយគុំគ្រូទេរាទេរៈគ្រប់ព្រះអង្គនៅវត្តមង្គលវ័នត្រង់ទីកន្លែងរដ្ឋានបាទគុំគូសូមចម្រើនពរឲ្យបងចាំជឿននៃគុំទុកសាច់ទីកន្លែងរដ្ឋានហើយចិត្តចង់ឃើញទឹកហ្នឹងទៅទុកទៅអីចង់ឃើញនៅភូមិមិនដែរចិត្តចង់ឃើញឲ្យមានវីដេអូមកទៅដែរហើយសូមបានពរបងលើបោះតាមវិបលទៅមើលសាក់4ចិត្តចោតកាយទៅដល់អាដាមបានឡើងដល់អាដាមទៀតទៅវិសេសវិសាហើយសូមបានពរដល់ញោមញាតិទាំងអស់ហើយចម្រើនពរបងចម្លែងមកវិទេបរាំងជាពេលដែលមានតម្លៃបានជួយពាក់នឹងវិសេសវិសាអាត្មាបានបងនិយាយបិទទេអ្នកអានកំណត់អាត្មានៅគូសសល់ថាមកចែកធម្មតាហើយមិនចែកទៅទី1នោះគូសសល់មកហើយគូចាតិកាដៃទីវិទូហើយមិនได้ចាំគូចាតិកាចូលមើលទៅវាចំណាក់យ៉ាងណា3អង្គនេះចាក់ទុកថាទុំហាទុំហត់ទុំចិត្តអើយ3អង្គកាលទៅនេះគេគ្រឿងក្រមេសំ
Yang kita tidak bagi untuk kita kita berdoa doa yang bermanfaat yang dibang bermekot mekot dan mungkin bapot mekot sampai komen untuk itu pembanจะบรรลุเจ้าสามปัญญาเจ้าลุกวนลุกตัวเรื่องวันมาเหตุเวรเรียนสายให้แต่ต่อตามอย่างนั้นแต่นั่นคือกัญญาว่าไปลิ้นหนึ่งกัญญาไปเป็นมวยเลียดบางเมาตอนเมาเราซาดการเป็นวิธีหรือเรื่องนั้นอย่างเมาเป็นวาระประตูซาเลียดมันใจทางเมาไปจนตรงกองเงินโชว์เนาะโตปีเนี่ยมองเยินมองวิบรังเนี่ยก็ช่วยเสียตาปุ๊บไม่ยีสามหมดมาเนี่ยงี้เนี่ยไม่นาแต่มองเคยเนี่ยเคยเสียไงมดช่วยไปดูซาปัจจัยรำไรเนี่ยไม่ยีสามหมดอย่างนี้การกวาดหาเพื่อคุณดูซาไหนออกไปปีร้อยใบร้อยแต่ฝ่ายจะไปปีร้อยใบร้อยนั่นเลยในปัจจัยระเบิดได้ทำพลังตัวใบใหญ่กว่าได้ที่เขานะจะแต่รวมถึงนายจูไปกับลายนาได้เลยมาตากับลายนากับลายในได้แต่รวมถึงนายแต่งอ้อไอ้เรามีบทบอระดับเป็นอ้อนี่เป็นสัตว์บอลสัตว์กุศลนะครับเนี่ยมานะคะมานักบ้านเก็บรู้ครับบ้านใจใจกับตัวใจก่อนมาถ้าเรามาเจอเลยเรื่องมาได้จะเตะกับการบังคับการช่วยเหมือนคุ้มมันดูเtớiเราก็จะมาจะก่อนได้ถูกจะถูกเติมแรงมาเราต่อเลยจะเติมแรงฟังมันนั่นครับการที่เขาเรื่องมันมาแทนของแต่ตรงกับตลาดไทยสำหรับมันยังเราได้เราดูเราหมุดหัวกลุ่มแบบยางบางตัวแกบางละอ้อในบนตัวเสานะครับในตัวใบเยี่ยมเตะยุคอุปสรรคหลักมากวันนั้นตู้ลงเคยขัดนี่วัดโคกะเสร็จนะคนบริหารไรบริเวณจากการวิจัยเดินมือใส่ตาสมบูรณ์ช่วงเอาเทศการวิจัยเนี่ยเรียนสอบสารเทียบเรียนจะใช้สักอะไรต่างๆตรงตาไอ้บานจะแยกเป็นอยู่บนร้านตาเตยไอ้ตัวสาวไอ้เงินเด็กจะวัดเนี่ยมือการมาเพียบแต่ฟังเรื่องคือมือการคือฟังแสงบทรูกลุ่มในกฎสายทรัพย์แสงตัวบุคคลโจรบุคคลรวมถึงในแต่อาเมียแสงวางโยมเย็ดนองบทเตยกลายบทเตยนี้บานเกียบานกายเกียใจบทโตเตยเตยเกียแสงโดยครูเวกฎสายกฎพรำบานปุยเราเทียบเป็นขอบสับมาโจรวมเกียไอ้บทเตยจะเหมือนบาดขาเป็นตัวลาที่นั่นโจรวันมันวัดตัวละวันโจรเป็นใจบุญมาฟังทองเป็นบุญญาตกาทองนี่เป็นแสงตาไงในตัวเชียงมันเจอแล้วกูบัวอะไรไงบนมอสบานเจอมันเสียเดี๋ยวมาตัดเลยครับโอ้มาสร้างใหม่มาสร้างไงมาสร้างใหม่สร้างใหม่ตัวมันใจมันตัวละวันโจรคนถึงนี่ไว้ตัวตัวตาตัวถึงนี่คนเรามีได้พวกการปอกตาการเช็ดตัวคอไตฟังทางยังมันหาเรามันคุยมีความกระมันหาโอ้ประจำบอกโดนเอกลักษณ์เราจะรวมเราเมียเงาบทบาทสัตว์หมาปากคาจะช่วยเนี่ยไตรตรอจะช่วยเนี่ยจนเสียทรัพย์จนอยู่แรงกองคอคนตามคนไอ้มันจะโบมาคนกูมาเทียบแล้วจะแบบในกลุ่มใดประกาศนาคุมองใดโยมยืดได้กระโจนตามกุฏิว่าก่อนแล้วรวมยังไงใช้บางเชียงหาสัตว์เจ้าหนึ่งสัตว์เจ้าหนึ่งทำการเล็กโยมประกาศนามาเทียบรวมจึงวนโยมยืดจะทำนั้นกระจายยืนบานบุญเมินมันเนี่ยได้สำหรับการวิธีในการในจำนวนสัตว์มวยเนี่ยยังประกาศนาเป็นแค่ไกลๆแต่คนใดที่บนกุศลมานี้ยังประกาศนาส่งประเทศบนกุศลเราประกาศนาทุกองโยมยึดบุตรบอสัตว์อ้อในบ้านในจังไรบนในสมัยนี้โดยบนกุศลเป็นอันนี้ส่งบันทึกเราอยู่หมดแต่บ้านในจังคอมเลยไม่แต่ไม่ได้ส่งอะไรจากการน้องที่ว่าเราชอบกรุบเชียดวายเกยอุ่นสมัยตรงไหนนำลงเที่ยวโยมเยียนบนบ่อสัตว์กรุบไม้กาเป็นอ้อมในบ้านต่อสร้างเชียดเวียนตะคุ้มในบริเวณอาจจะการบริเชียไอ้กบ้านในจังคอมเตยกับสมยนต์กับไม้ในกับลักนามวยอันเวียนอายุแหวนกรุบเชียดบ
វាយក្រោយមកឲ្យបរិជាអាចារ្យកម្ពុជាឲ្យមានសុខសន្តិភាពឲ្យមានអភិវឌ្ឍឲ្យមានការរីកចម្រើនទាំងធនធានប្រសង់រីកចម្រើនទាំងធនធានបរិស័ទប្រជាពលរដ្ឋគ្រប់ទូទៅជាពិសេសអបភាពនិងបច្ច័យប្រើប្រាស់ទៅតាមការគួរគ្រប់ក្រុមគ្រួសារសូមអនុមោទនាសូមប្រកេននៅពុទ្ធអង្គពរ4ប្រការនិងជូនពរ4ប្រការគឺអាយុវណ្ណៈសុភៈពលៈនិងសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺព្រះនិព្វានបើបកណាគ្រប់អង្គញោមញាតិពុទ្ធបរិស័ទទាំងអស់ទាំងក្នុងក្រៅប្រទេសទាំងអស់វត្តណានៅពរណាមួយសម្បត្តិណាមួយក៏សូមឲ្យបានសម្រេចតាមបំណងវត្តណាក៏បីភ្លាមឡើយសូមអនុមោទនាសូមឲ្យបានចំណែកបុណ្យស្មើគ្នាសូមអនុមោទនាវត្តយើងតានោះណាបានជួយឧបត្ថម្ភទៅដល់ជនជាតិសាសន៍ព្រមទាំងសាសន៍ដែលទៅចូលរៀនទាំងសាលាបឋមទាំងសាលាអនុវិទ្យាល័យហើយចែកព្រមទាំងជាបាយស្រុកនោះក៏ចង់ទៅចែកដល់ដែរពី3វគ្គហើយនៅក្នុងឱកាសនេះក៏អត់មានអីមកចូលរួមទេអញ្ចឹងគឺថាដូចជា51គ្រួសារហើយខ្ញុំកណាអត់មានដើម្បីចូលរួមទេអញ្ចឹងខ្ញុំណាមានតែបច្ច័យតិចក្នុងមួយគ្រួសារចូលរួមបាន5000រៀលណាខ្ញុំនិយាយតែប៉ុណ្្នឹងហើយសូមប្រទានពរដល់ព្រះមហាថេរៈគ្រប់ព្រះអង្គព្រមទាំងអស់លោកញាតិញោមពុទ្ធបរិស័ទទាំងអស់ហើយដល់ប្រកបទាំងពុទ្ធភូមិដែលយុបណ្ណសុខៈបលៈកំបីជាពេលឡាយទៅបានសុខចិត្តបានទាំងអស់គ្នាសូមអនុមោទនាសាធុសូមអរបដិជ្ជប្រគុណក្នុងគ្រូខ្ញុំកណាសមាធិនេះទៅខាងភូមិមិនក៏ថា3នាក់ប៉ុន្តែម្នាក់30000អ្នក30000ខាងភូមិមិនម្នាក់30000នេះក៏3នាក់អស់90000ហើយខាងកោះបើម្នាក់30000ភូមិទាំងកោះបានម្នាក់40000លឺទៅញោមទៀតបាទ40000ហ្នឹងមេភូមិ3ហ្នឹងមេភូមិមួយទៅដាក់មេភូមិហ្នឹងមានអីភូមិ3គេថា3ម្នាក់30000ខាងនេះហើយចឹងខ្ញុំបកណាមកភាពបន្ថែមនឹងកោះ150,000ផ្សេងខុស150,000តែពីរហ្នឹងអ្នកធំដល់ចាហើយចឹងខ្ញុំប្រាប់បងមិញថាបបោះបទុំមកចិត្តលោកមកចាំខ្វះចាំនៅតាមព្រៃបើខ្វះតែចាប់ចិត្តបច្ច័យឲ្យហើយបាក់ណាអូនៅបងមួយចឹងបាក់កញ្ចប់ពីរចាប់ខែបច្ច័យឲ្យគាត់អ្នកណាខ្វះឲ្យនៅទៅចាំថោ1 2 3សូមអនុមោទនាសូមរីករាយហើយបនកសោទាំងឡាយទាំងពួងដែលដល់ដោយគ្រូវណ្ណគុណសុខសុខដែលគ្រូនៃគាត់លេខ45វត្តរាវ័នដែលចូលចំណាំប្រសំគ្រូព្រះអង្គគ្រូបាទកសោគ្រូវត្តមង្គលវត្តត្រង់កំណាងមេគុំចាំជឿនដល់បងតាមនិមលកថាអាញាធរដែរដីគ្រប់ស្ថាប័នទាំងអស់ស្ថិតនៅចំណុចជើងវត្តមង្គលវត្តត្រង់ហើយសូមឲ្យបានបសល់គ្រប់គ្នាជួយខ្ញុំម្នាក់មើលនៅសងបានយកឲ្យកណាវិញអូអ្នកមើលទៀតអត់នេះបើកែបច្ច័យ4ទៅក្នុងវិញមកទេ